ញ្ញាលាវអង្វរសៀវឲ្យស្ដាប់ឆាងតាឡៃសិនមុននឹងសម្រេចចិត្តធ្វើអ្វីមួយដោយអន្ទះសារមួយសន្ទុះក្រោយមកតែត្រូវបានលើកមកដាក់លើតុហើយកញ្ញាលាវដែលនៅតែសង្ស័យចង់បានសួរចង់ដឹងឆាងតាឡៃគឺជាអ្នកណាហើយបានគម្រោងជួយគ្រួសាររបស់នាងដោយរបៀបណាឆាងតាឡៃតបទៅវិញយ៉ាងស្ងប់ស្ងាត់ដោយសួរពីប្រវត្តិរបស់នាងនិងសៀវវិញតើអាចទុកចិត្តបានដល់កម្រិតណាសៀវចាប់ផ្ដើមនិយាយទាំងក្តីខឹងសម្បាតែមិនទាន់បាននិយាយផងកញ្ញាលាវក៏កាត់គាត់ដោយបញ្យល់ថាសៀវគឺជាកូនចិញ្ចឹមរបស់ឪពុករបស់នាងហើយគាត់ចាត់ទុកនាងដូចជាប្អូនស្រីបង្កើតអញ្ចឹងនាងសង្កត់ធ្ងន់លើការជឿទុកចិត្តនិងការការពារដែលសៀវបានផ្ដល់ឲ្យដោយបញ្ជាក់ថានាងអាចរស់រានមានជីវិតបានដល់សពថ្ងៃនេះក៏ដោយសារតែគាត់ដែរហើយគាត់គឺជាមនុស្សដែលនាងទុកចិត្តបំផុតប៉ុន្តែឆាងតាឡៃធ្វើមុខក្រញើនិងគិតទាំងសង្ស័យថាពេលថ្ងៃមានការប្រកាសរង្វាន់ចាប់ខ្លួនមនុស្សម្នាក់ទៀតក្រៅពីគាត់ហើយគាត់សន្និដ្ឋានថាសៀវគឺមៀងសៀងដែលត្រូវបានឪពុកកញ្ញាលាវចិញ្ចឹមដើម្បីឲ្យរៀនក្បាច់គុននិងបម្រើក្នុងកងទ័ពក្រោយពីមានរឿងអកុសលកាត់ឡើងចំពោះគ្រួសារត្រកូលលាវសៀវក៏ត្រូវបានទម្លាក់ឋានៈធ្វើជាទាសករដែរជារឿងច្បាស់ណាស់ដែលក្រោយពីហែកគុកចេញមកគាត់បានរត់មករកកញ្ញាលាវព្រាមក៏សង្ស័យពីគោលបំណងរបស់សៀវហើយខ្លាចថាសៀវចង់យកប្អូនស្រីចិញ្ចឹមរបស់ខ្លួនឯងធ្វើជាប្រពន្ធព្រោះគាត់អាយុ25ឆ្នាំទៅហើយតែបែរជាមកលួចស្រឡាញ់ក្មេងស្រីឆាងតាឡៃក៏ជេរសៀវថាជាមនុស្សអត់ខ្មាស់កញ្ញាលាវដែលចង់ដឹងការពិតខ្លាំងក៏ទាមទារចង់ដឹងពីអត្តសញ្ញាណរបស់ឆាងតាឡៃឆ្លើយតបដោយប្រាប់រឿងមួយដែលហាក់ដូចជាមិនគួរឲ្យជឿដោយនិយាយថាគាត់គឺជាស្ដេចភ្នំគង្គក់មកពីភ្នំគង្គក់នៃភ្នំស្ដេចសៀវឮរឿងនេះហើយក៏ខឹងហៅគាត់ថាជាចៅភ្នំដែលគាត់ស្អប់បំផុតកញ្ញាលាវក៏សួរបញ្ជាក់ថាតើគាត់ពិតជាឆាងតាឡៃមែនទេសៀនគំរាមយ៉ាងកាយសាហាវកុំឲ្យគាត់និយាយព្រះប្រាស់ព្រោះថាស្ដេចភ្នំគង្គក់អាចផ្ដួលលោហាងត្រឹមតែមួយស្នៀតប៉ុណ្ណោះគាត់សួរឆាងតាឡៃថាតើលោហាងអត់ដូចគាត់ដែរឬអត់ហើយគំរាមថានឹងកាត់ក្បាលរបស់គាត់ចោលបើនៅតែកុហកទៀតភ្លាមនោះឆាងតាឡៃក៏ញញឹមលេងសើចហើយក៏ដកពាក្យសម្ដីខ្លួនឯងវិញព្រោះដឹងថាមិនអាចបោកពួកគេបានទេគាត់សារភាពថាគាត់គ្រាន់តែជាជនសាមញ្ញម្នាក់មកពីភ្នំគង្គក់ដែលមានត្រកូលអ៊ូនិងមានឈ្មោះថាអ៊ូប៉ានិងវ៉ាដឺពេលគាត់និយាយឈ្មោះវ៉ាដឺវាធ្វើឲ្យសៀនមានប្រតិកម្មភ្លាមព្រោះឈ្មោះនេះតាក់ទងជាមួយនឹងឪពុករបស់គាត់ឆាងតាឡៃក៏ញញឹមចង់មាត់ហើយឆ្លើយតបបែបលេងសើចទៅវិញនឹងគាត់ថាការគិតរបស់សៀនថាគាត់គឺជាកូនប្រុសដ៏ល្អរបស់គាត់នៅក្នុងស្ថានភាពដែលកំពុងតែតានតឹងឆាងតាឡៃបានបង្ហាញពីការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ឧត្តមសេនីយ៍លាវទោះបីជាពួកគេមិនបានជួបគាត់ក៏ដោយប៉ុន្តែពួកគេបានកោតសរសើរគាត់តាំងពីយូរណាស់មកហើយពួកគេឮតានថាឧត្តមសេនីយ៍លាវត្រូវបានគេបានទម្លាក់កំហុសឲ្យរហូតធ្លាក់ខ្លួនដល់ថ្នាក់នេះពេលបានឮដំណឹងរឿងនេះមេកោយរបស់ពួកគេក៏ខឹងខ្លាំងណាស់កញ្ញាលាវសប្បាយចិត្តដែលឆាងតាឡៃទោះបីជាចៅភ្នំក៏នៅតែដឹងថាឪពុករបស់នាងត្រូវបានគេទម្លាក់កំហុសឲ្យដែរនាងជឿជាក់ថាភាពយុត្តិធម៌ពិតជាមាននៅក្នុងចិត្តរបស់ឆាងតាឡៃមែនឆាងតាឡៃបានបង្ហើបប្រាប់ថាមេរបស់ពួកគេដែលហៅថាមេធំបានសង្កត់ធ្ងន់ថាមិនត្រូវបណ្ដោយឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះកូនចៅរបស់ឧត្តមសេនីយ៍លាវឡើយហេតុនេះហើយទើបឆាងតាឡៃត្រូវបានបញ្ជូនមកទីក្រុងជាពិសេសដើម្បីប្រមូលព័ត៌មានពីស្ថានភាពនេះគាត់បានបង្ហាញពីការស្ម័គ្រចិត្តជួយសង្គ្រោះជីវិតគ្រួសារត្រកូលលាវដោយក្តីចង់ដឹងពីផែនការរបស់ឆាងតាឡៃកញ្ញាលាវក៏សួរគាត់ថាតើគាត់មានបំណងចង់ធ្វើអ្វីបន្តទៀតឆាងតាឡៃឆ្លើយតបថាពេលនេះគាត់មានបំណងចង់ប្រមូលព័ត៌មានបានគ្រប់គ្រាន់ហើយគាត់នឹងត្រឡប់ទៅកាន់មូលដ្ឋានវិញដើម្បីយកលុយគាត់មានគម្រោងយកលុយនោះមកលួសមនុស្សផ្សេងទៀតហើយបន្ទាប់មកនឹងជួយសង្គ្រោះកញ្ញាលាវស្រឡាំងកាំងមួយសន្ទុះមុននឹងនាងអាចនិយាយចេញមកព្រោះនាងបានភ្ញាក់ផ្អើលនឹងសេចក្តីសប្បុរសធម៌របស់ស្ដេចភ្នំគង្គក់សម្លេងរបស់នាងពោពេញទៅដោយក្តីសង្ឃឹមនិងការតាំងចិត្តនាងយំខណៈពេលដែលនាងនិយាយថាប្រសិនបើឆាងតាឡៃអាចជួយសង្គ្រោះជីវិតរបស់គ្រួសារនាងបាននាងរំភើបនិយាយលេងចេញរហូតដល់តាក់ពាក្យហើយឈប់និយាយឆាងតាឡៃទៅជាកាំងក្នុងគំនិតភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់នាងគាត់ឆ្ងល់ថាតើនាងសុខចិត្តប្រកល់ខ្លួនឲ្យគាត់មែនទេឬយ៉ាងណាកញ្ញាលាវបន្តនិយាយទៀតថានាងនឹងក្លាយជាទាសកររបស់ឆាងតាឡៃហើយនឹងបម្រើគាត់រហូតដល់ជាតិក្រោយចិត្តរបស់ឆាងតាឡៃរត់ញាប់ព្យាយាមយល់ពីអត្ថន័យរបស់នាងទើបតែនិយាយគ្រាន់តែគិតថានឹងកាត់ឡើងដើម្បីរស់នៅម្ដងទៀតនៅជាតិក្រោយធ្វើឲ្យគាត់ខ្លាចញញើតតែម្ដងចំណែកឯក្រុមស្រីកំដរកំពុងនិយាយដើមពីពាក្យចចាមអារាមដែលជាស្ដេចភ្នំគង្គក់កំពុងនៅក្បែរនោះស្រីកំដរខ្លះទៀតមិនជឿទេហើយក៏មិនមែនអ្នកទាំងអស់គ្នាសុទ្ធតែជឿនោះដែរអ្នកខ្លះក៏មានការសង្ស័យនិងខ្លះទៀតសួរថាតើគាត់ជាមនុស្សចាស់មែនទេខណៈដែលពាក្យចចាមអារាមនៅតែបន្តលេចឮក្រុមប្រុសក៏នាំគ្នានិយាយអំពីឆាងតាឡៃដោយឆ្ងល់ថាតើគាត់ចូលទៅខាងក្នុងយូរប៉ុណ្ណាហើយបរិះខ្លះសួរថាតើគាត់ទទួលបានជោគជ័យក្នុងការសាកល្បងលើកដំបូងរបស់គាត់ឬអត់ខណៈពេលដែលជួសម្លឹងមើលទៅស៊ូសិនជីដែលហាក់ដូចជាកំពុងសប្បាយនឹងការផឹកស្រាស្រាប់តែអ្នកបម្រើស្រីម្នាក់ដើរមកកាច់សង្វាក់ស៊ូសិនជីនាងប្រាប់ឲ្យស៊ូសិនជីថាកញ្ញាលាវបានហៅ
គាត់ឲ្យចូលទៅជួបស៊ូសិនជីភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាកញ្ញាលាវហៅគាត់ឲ្យទឹកមុខរបស់គាត់ក៏ភ្លឺស្វាងឡើងដោយសារដំណឹងនេះគាត់លាន់មកថាមិននឹងស្មានថាឆាងតាឡៃចេះខ្វល់ខ្វាយពីគាត់សោះហើយវាកម្រមានណាស់ដែលមាននរណាម្នាក់សុខចិត្តចែករំលែកផលផ្លែនៃការខិតខំរបស់ខ្លួនឯងបែបនេះទន្ទឹមនឹងនេះក្រុមបរិបរនាំគ្នាសម្លឹងមើលស៊ូសិនជីដើរចូលទៅបន្ទប់ដោយក្តីច្រណែនជួថែមទាំងលួចលេងសើចក្នុងចិត្តថាកញ្ញាលាវប្រហែលជាមានចំណូលចិត្តមនុស្ស3នាក់ហើយមើលទៅពេលស៊ូសិនជីចូលមកដល់ក្នុងបន្ទប់គាត់ត្រូវបានស្វាគមន៍ដោយដាវរបស់សៀនដែលធ្វើឲ្យគាត់ភ័យលួសព្រលឹងគាត់សួរឆាងតាឡៃថាតើមានរឿងអ្វីកើតឡើងឆាងតាឡៃឈរអបដៃឆ្លើយតបដោយណែនាំមាំងសៀនថាជាកូនចៅរបស់ដើមស្នេហ៍លាវហើយបញ្ជាក់ថាកញ្ញាសៀនមិនទោសចិត្តគាត់ទេដូច្នេះគាត់ក៏បានប្រាប់ឲ្យស៊ូសិនជីនាំមាំងសៀនទៅមូលដ្ឋានដើម្បីយកលុយមកលួសមនុស្សវិញប៉ុន្តែស៊ូសិនជីសួរពីគម្រោងរបស់ឆាងតាឡៃវិញថាឆាងតាឡៃក៏ប្រាប់ថាគាត់មានការងារផ្សេងទៀតនៅក្នុងក្រុងនេះគាត់បានប្រាប់ស៊ូសិនជីថាគាត់ដឹងពីរបៀបតាក់ទងស៊ូសិនជីហើយឆាងតាឡៃបើកបង្អួចបន្ទប់កញ្ញាលាវហើយបានប្រាប់ឲ្យនាងថាពេលត្រូវបានគេជួយសង្គ្រោះនាងត្រូវតែរក្សាពាក្យសន្យាថានឹងខ្លាចជាទាសករបន្ទាប់មកគាត់ក៏បានលោតចេញទៅតាមបង្អួចនោះបាត់ទៅកណ្ដាលអាធ្រាត្រនៅឯភូមិគ្រឹះត្រកូលស៊ូឆាងតាឡៃសម្លឹងមើលទៅភាពធំស្កឹមស្កៃរបស់ភូមិគ្រឹះនេះហើយគិតក្នុងចិត្តថាវាហាក់ដូចជាធំពេកហើយគាត់ឆ្ងល់ថាតើហេតុអ្វីបានជាគ្រួសារដែលមានដីធំទូលាយតែមានមនុស្សតិចសោះបែរជាបង្កើតរឿងរ៉ាវសុខស្មានជាច្រើនម្ល៉េះដោយសារតែភូមិគ្រឹះនេះមានបន្ទប់ច្រើនពេកគាត់ឆ្ងល់ថាតើត្រូវរកបន្ទប់របស់ស៊ូយីងដោយរបៀបណាទៅស្រាប់តែមានស្ត្រីពីរនាក់បានដើរកាត់គាត់ហើយនិយាយពីរឿងអ្វីមួយដែលធ្វើឲ្យឆាងតាឡៃឈប់គិតស្ត្រីម្នាក់បានចាប់ផ្ដើមនិយាយសើចចំអកឲ្យនរណាម្នាក់ដោយប្រាប់ថាមានអ្នកខ្លះតាំងខ្លួនជាកូនស្រីតូលរបស់គ្រួសារនេះស្ត្រីម្នាក់ទៀតបន្ថែមថាម្ចាស់ផ្ទះចាស់កំពុងឈឺធ្ងន់ហើយពេលនេះប្រពន្ធរបស់គាត់ជាអ្នកមានអំណាចសម្រេចក្តីក្នុងផ្ទះនេះស្ត្រីម្នាក់ទៀតបានបង្ហាញការស្អប់ខ្ពើមដោយបញ្ជាក់ថាបើស៊ូយីងហ៊ានតែធ្វើចរិតកូនស្រីតូលនៅខាងមុខនាងបន្តតិចទៀតនាងនឹងបង្ហាញភាពកាយសាហាវឲ្យមើលខណៈដែលឆាងតាឡៃកំពុងលាក់ខ្លួននៅក្រោយផ្ទាំងថ្មធំមួយគាត់បានលួចស្ដាប់ការសន្ទនារបស់ស្ត្រីទាំងពីរនេះគាត់សន្និដ្ឋានថាស្ត្រីទាំងពីរនេះច្បាស់ជាទើបតែចេញពីបន្ទប់របស់ស៊ូយីងមិនខាននៅកន្លែងមួយទៀតស៊ូយីងអង្គុយកណ្ដាលហ្វូងសัตว์អំពិលអំពែកនៅរានហាលខាងមុខផ្ទះទឹកភ្នែកហូរស្រក់ចុះមកស្រាប់តែនាងក៏លែកឃើញបុរសម្នាក់នៅទុំលើកំផែងដោយក្តីផិតភ័យនាងក៏សួរពីវត្តមានរបស់បុរសម្នាក់នោះឆាងតាឡៃរអិលធ្លាក់ពីលើកំផែងធ្លាក់មកដីយ៉ាងខ្លាំងស៊ូយីងភ្ញាក់ផ្អើលតែនៅស្ងៀមសម្លឹងមើលទៅគាត់ពីចម្ងាយឆាងតាឡៃបានស្វាគមន៍នាងដោយពាក្យយូយ៉ាងសាមញ្ញតែប្រតិកម្មរបស់ស៊ូយីងគឺភ័យខ្លាចយ៉ាងខ្លាំងនាងឆ្ងល់ថាហេតុអ្វីបានជាឆាងតាឡៃនៅតែអាចធ្វើចលនាបានទៀតដោយសារតែរឿងនេះវាផ្ដល់បន្ទុកភ័យខ្លាចដល់ទៅ88ពីបេសកកម្មរបស់ឆាងតាឡៃស៊ូយីងដោយសារតែងឹតមើលមិនឃើញច្បាស់ថាជាឆាងតាឡៃក៏ប្រមានកុំឲ្យចូលមកចិត្តហើយដើរថយក្រោយខណៈពេលដែលឆាងតាឡៃក្រោបឈរឡើងហើយបោះធូលីចេញពីអាវរបស់គាត់ឆាងតាឡៃដែលមានស្នាមញញឹមយ៉ាងធំស្រស់ស្រាយបានស្វាគមន៍កញ្ញាស៊ូយីងមុនគេរួចនិយាយពីយប់ដែលវែងអនឡាញនឹងសម្ដែងការភ្ញាក់ផ្អើលដែលមិនមានមែនតែមានគាត់តែម្នាក់ឯងទេដែលដេកមិនលក់សំបីតែស៊ូយីងក៏នៅភ្ញាក់ដែរទីបំផុតស៊ូយីងក៏សម្ញ៉ាំគាត់បានហើយនាងឆ្ងល់ថាតើគាត់នៅតែរងការប៉ះទង្គិចផ្លូវចិត្តឬយ៉ាងណាអ្នកទាំងអស់គ្នានៅស្ងៀមមួយសន្ទុះមុនពេលឆាងតាឡៃហុចកាដូមួយឲ្យកញ្ញាស៊ូយីងដោយប្រាប់ថាជារបស់នាងហើយសួរថាតើនាងចូលចិត្តវាឬអត់ស៊ូយីងមកហិតរួចប្រាប់ថាវាមានក្លិនមនុស្សស្រីហើយសួរគាត់ថាតើគាត់ទៅតែជួបស្រីណាមកមែនទេឆាងតាឡៃចាប់ផ្ដើមបែកញើសនឹងមិនដឹងត្រូវនិយាយពីអ្វីតែគាត់បានរកលេសថាគាត់បានទិញវាទុកជាពិសេសសម្រាប់នាងហើយអ្នកលក់គឺជាក្មេងស្រីស៊ូយីងនៅតែសង្ស័យហើយឆ្លើយតបវិញដោយចោទឆាងតាឡៃថាជាមនុស្សកុហកឆាងតាឡៃបញ្យល់ថាវាជាទឹកអប់ហើយគាត់ទិញវាសម្រាប់នាងដោយអះអាងថាវាមានតម្លៃថ្លៃនិងល្អបំផុតស៊ូយីងឆ្លើយតបវិញថានាងមិនដែលបានប្រើទឹកអប់ទេធ្វើឲ្យឆាងតាឡៃឆ្ងល់ថាហេតុអ្វីបានជានាងមិនដែលប្រើស៊ូយីងលាន់មាត់ថានាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិទៅហើយបន្ទាប់មកស៊ូយីងបានបង្កើតប្រធានបទហើយសួរឆាងតាឡៃថាហេតុអ្វីបានជាគាត់មកទីនេះគាត់ក៏ឆ្លើយតបវិញបែបលេងសើចថាគាត់មករកនាងហើយស្រមោលដ៏ស្រស់ស្អាតរបស់នាងដែលបានឆក់យកបេះដូងគាត់ធ្វើឲ្យគាត់បាត់បង់ចំណង់អាហារនិងដំណេកគាត់ថែមទាំងបន្ថែមថាគាត់នឹងមិនភ្លេចមុខនាងឡើយសូម្បីតែ1នាទីប៉ុន្តែផ្ទុយទៅវិញស៊ូយីងឡើងមុខក្រហមហើយប្រាប់ឆាងតាឡៃថាគាត់មិនមែននិយាយលេងសើចទេឆាងតាឡៃនៅតែអះអាងថាលើកនេះគាត់និយាយមែនតែនហើយមកទីនេះក្នុងគោលបំណងចង់ឃើញថាតើនាងសុខទុក្ខយ៉ាងណាគាត់ថែមទាំងកត់សម្គាល់ឃើញថាស៊ូយីងស្គមជាងមុនទៀតហើយសួរថាតើនាងកំពុងតែតមអាហារមែនទេស៊ូយីងសម្លឹងមើលទៅគាត់ហើយឡើងក្រហមមុខបន្ទាប់ពីនាងលួចមើលគាត់មួយផ្លែតនាងមិនបានឆ្លើយតបអ្វីទេហើយនៅស្ងៀមស៊ូយីងធ្លាប់ត្រូវបានគេប្លន់ទាំងសម្លៀកបំពាក់ឈុតគោលក្រមុំក្រោយមកគ្រួសារត្រកូលហានក៏ត្រូវបានបំផ្លាញមនុស្សជាច្រើនបានស្ដីបន្ទោសស៊ូយីងចំពោះការបំផ្លិចបំផ្លាញគ្រួសារត្រកូលហានដោយសារតែនាងជាអ្នកទទួលខុសត្រូវចំពោះសម្
តំណាងអាក្រក់របស់ពួកគេស៊ូយីងត្រូវបានគេកត់សម្គាល់ថាជាអ្នកមានប្រផ្នូលអាក្រក់គ្រួសារត្រកូលស៊ូចង់បណ្ដេញនាងចេញពីផ្ទះសូម្បីតែអ្នកបម្រើក្នុងគ្រួសារក៏ចាត់ទុកថានាងជាភាពមហន្តរាយដែរឆាងតាឡៃសួរស៊ូយីងអំពីក្តីបារម្ភរបស់ឪពុករបស់នាងប្រសិនបើគាត់ក៏មិនខ្វល់ពីរឿងនេះដែរស៊ូយីងពន្យល់ថាឪពុករបស់នាងដេកនៅនឹងកន្ទះដោយសារតែជំងឺធ្ងន់ធ្ងរហើយមិនបានដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងផ្ទះនេះទេឆាងតាឡៃបញ្ចេញមតិទំនៀមទម្លាប់បុរាណជារឿយៗតែងតែនាំឲ្យមានការកត់សម្លាប់មនុស្សមុននេះបន្តិចពេលគ្រួសារត្រកូលយីងកំពុងជេរប្រមាថនាងមានស្ត្រីម្នាក់ហៅនាងថាជាគ្រោះកាចនិងជាភាពអាម៉ាស់សម្រាប់គ្រួសារត្រកូលស៊ូដែលលើកឡើងថានាងគួរតែសម្លាប់ខ្លួនទើបល្អស្ត្រីម្នាក់ទៀតបានបញ្ចេញមតិពីការរៀបការរបស់ស៊ូយីងជាមួយនឹងទីប្រឹក្សាហាងដោយនិយាយអំពីបញ្ឆិតបញ្ឈៀងថាសូម្បីតែអ្នកបម្រើរបស់នាងក៏មិនចង់បាននាងដែរស៊ូយីងបានឆ្លើយតបបានបង្ហាញពីការសោកសៅរបស់នាងដោយស្ងៀមស្ងាត់បន្ទាប់មកឆាងតាឡៃលោកដៃអង្អាសក់ស៊ូយីងថ្នមៗដោយប្រាប់នាងថាកុំឲ្យខ្លាចខណៈពេលដែលគាត់បានបង្ហាញការមិនពេញចិត្តចំពោះអ្នកដែលនៅជុំវិញខ្លួននាងហើយបញ្ជាក់ប្រាប់នាងថាគាត់នៅទីនេះដើម្បីនាងហើយក៏សន្យាថានឹងការពារនាងប៉ុន្តែស៊ូយីងមានអារម្មណ៍ថាភ័យអរនឹងពាក្យសម្ដីរបស់ឆាងតាឡៃហើយសួរថាតើគាត់អាចជួយនាងបានដោយរបៀបណាឆាងតាឡៃឆ្លើយតបវិញថានាងគឺជាប្រពន្ធរបស់គាត់ហើយគាត់មិនអាចបណ្ដោយឲ្យអ្នកដទៃធ្វើបាបនាងបានទេខណៈពេលដែលគ្រាប់កោបឈរឡើងឆាងតាឡៃដើរយឺតៗឆ្ពោះទៅជញ្ជាំងហើយប្រាប់នាងកុំឲ្យនៅទីនេះបន្តទៀតហើយគាត់នឹងដោះស្រាយបញ្ហារបស់នាងដោយប្រាប់នាងឲ្យរងចាំសាររបស់គាត់ខណៈពេលដែលគាត់បានត្រៀមខ្លួនចាក់ចេញស៊ូយីងខាត់ឆាងតាឡៃគ្រាន់តែគាត់រៀបចំនឹងចាក់ចេញធ្វើឲ្យគាត់ងាកមកក្រោយហើយសួរថាតើនាងចង់បានអ្វីពេលនោះហើយដែលនាងសុំឲ្យគាត់យករបស់មួយទៅជាមួយដែលមានស្នាមញញឹមនៅលើផ្ទៃនួកនាងក៏ហុចទ្រង់ដែលមានសត្វស្លាបមួយក្បាលទៅឲ្យឆាងតាឡៃទោះជាយ៉ាងណាក៏ដោយឆាងតាឡៃបានបដិសេធយ៉ាងគួរសមតែនិយាយរដាក់រដុំបន្តិចខណៈពេលដែលគាត់បញ្យល់ថាគាត់បានញ៉ាំអាហារពេលល្ងាចរួចហើយបង្ហាញថាគាត់មិនសូវចូលចិត្តព្រៀបអាំងទេស៊ូយីងអន់ចិត្តខណៈពេលដែលនាងបញ្យល់ថានាងចង់ឲ្យគាត់មានវាសម្រាប់គោលបំណងទំនាក់ទំនងតើឆាងតាឡៃនិយាយពីអ្វីមួយដែលស៊ូយីងស្ដាប់មិនឮស្រាប់តែគាត់លោតទៅម្ខាងទៀតនៃជញ្ជាំងហើយបានយកព្រៀបទៅជាមួយខណៈពេលដែលស៊ូយីងសម្លឹងមើលទៅគាត់រហូតដល់គាត់បាត់ពីក្រសែភ្នែករស្ងៀលសាយបន្ទាប់ស៊ូសិនជីក៏បានមកដល់កន្លែងណាត់ជួបហើយប្រញាប់ប្រញាល់ទៅរកឆាងតាឡៃដើម្បីប្រាប់គាត់ថាមនុស្សរបស់ពួកគេកំពុងធ្វើដំណើរមកហើយឆាងតាឡៃសួរថាមានអ្នកណាគេទៀតនៅទីនេះសៀវយូស្រាប់តែនិយាយឡើងដោយហៅឆាងតាឡៃថាមេធំខណៈពេលដែលម្យ៉ាងទៀតវិញសៀនសួរបញ្ជាក់ថាតើឆាងតាឡៃពិតជាឆាងតាឡៃមែនឬអត់ឆាងតាឡៃញញឹមចង់មាត់ហើយបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់ព្រមទាំងសួរថាតើមានបញ្ហាអ្វីសៀនខំថ្មិញហើយចោទប្រកាន់ឆាងតាឡៃថាបានបោកប្រាស់គាត់ដែលនាំឲ្យមានការវាយប្រហារភ្លាមៗមកលើឆាងតាឡៃដែលគាត់មិនបានខ្វល់អំពីរឿងនេះទាល់តែសោះយ៉ាងណាមិញសៀវយូបានចូលមកខាត់ដោយរារាំងកណ្ដាប់ដៃរបស់សៀនជាមួយនឹងបាតដៃរបស់គាត់ធ្វើឲ្យសៀនត្រូវគ្នាទៅថយក្រោយសៀនវាយបកទៅសៀវយូវិញទាំងខឹងសម្បាដោយហៅគាត់ថាជាចៅភ្នំតូចតាចនិងសួរថាតើគាត់ហ៊ានវាយប្រហារជាមួយគាត់យ៉ាងដូចម្ដេចនៅពេលដែលសៀនរៀបនឹងដកដាលដើម្បីវាយប្រហារសៀវយូឆាងតាឡៃបានទាមទារឲ្យគាត់បញ្ឈប់ដោយប្រកាសថាប៉ុណ្ណឹងបានហើយឆាងតាឡៃប្រាប់សៀនទាំងខឹងថាប្រសិនបើគាត់ចង់វាយគ្នាគាត់អាចវាយបានគ្រប់ពេលវេលាប៉ុន្តែគាត់បានសង្កេតឃើញថាពីសារៈសំខាន់នៃការសង្គ្រោះមនុស្សជាងការវាយតប់គ្នាដែលធ្វើឲ្យសៀនចាក់ចេញដោយគ្មានការឆ្លើយតបអ្វីទាំងអស់ឆាងតាឡៃបែរជាបែរមកនិយាយអំពីផែនការរបស់ពួកគេដោយសួរស៊ូសិនជីថាតើគាត់បានយកលុយមកទីនេះឬនៅស៊ូសិនជីឆ្លើយតបវិញថាដោយបញ្ជាក់ថាពួកគេមានលុយគ្រប់ចំនួន 1000 កាក់ដែលដឹកតាមរទេះសេះឆាងតាឡៃសួរថាតើចំនួននេះគ្រប់គ្រាន់ដែរឬទេឬពួកគេត្រូវការបន្ថែមទៀតស៊ូសិនជីបញ្ជាក់ឲ្យច្បាស់ថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយព្រោះលុយច្រើនគឺមិនចាំបាច់សម្រាប់តែទានសកលពេញវ័យប៉ុណ្ណោះគាត់បានបន្ថែមថាស្ត្រីនិងកុមារត្រូវការលុយតែបន្តិចបន្តួចប៉ុណ្ណោះហេតុផលនៅពីក្រោយការសម្រេចចិត្តនេះគឺដើម្បីធានានៅការលួសកញ្ញាលាវនិងធានាបានការដោះដូរប្រព្រឹត្តទៅដោយរលូនឆាងតាឡៃសម្រេចចិត្តលួសគ្រួសារត្រកូលលាវនៅពេលរសៀលហើយប្រាប់ឲ្យពួកគេត្រឡប់ទៅវិញនៅពេលយប់នោះគាត់សួរពីការរៀបចំនៅតាមផ្លូវស៊ូសិនជីឆ្លើយតបវិញថាបានចរចាជាមួយនឹងទាហានយាមក្រុងដែលនឹងអនុគ្រោះដល់ពួកគេហើយជួយបណ្ដេញមនុស្សចេញឆាងតាឡៃចែកការងារដោយបញ្ជាក់ថាស៊ូសិនជីនិងឈិនម៉ាន់នឹងទៅប្រមូលមនុស្សទៅកន្លែងផ្សេងទៀតខណៈពេលដែលសៀវយូនិងសៀននឹងទៅជួយសង្គ្រោះកញ្ញាលាវសៀនសម្លឹងមើលទៅឆាងតាឡៃដោយពិចារណាយ៉ាងជ្រាលជ្រៅអំពីភាពជាអ្នកដឹកនាំរបស់ឆាងតាឡៃគាត់យល់ថាវាជារឿងដ៏ចម្លែកដែលអ្នកដទៃស្ដាប់បង្គាប់គាត់ទោះបីជាគាត់មើលទៅដូចជាមនុស្សមិនប្រក្រតីឬក៏មនុស្សប្រមឹកក៏ដោយនៅពេលដែលពួកគេចាក់ចេញពីបន្ទប់ឆាងតាឡៃបានប្រាប់ពួកគេថានឹងជួបគ្នានៅខាងក្រៅទីក្រុងបន្ទាប់ពីប្រមាណម៉ោងក្រោយមកព្រះអាទិត្យលិចនៅកន្លែងមួយនៅខាងក្រៅទីក្រុងយូជាកន្លែងដែលរទេះសេះចំនួន5គ្រឿងបានពោពេញទៅដោយមនុស្សដែលត្រូវបានជួយសង្គ្រោះពីការខ្លាចជាទាសករ
អ្នកដែលត្រូវបានជួយសង្គ្រោះកំពុងពិភាក្សាគ្នាអំពីរបៀបដែលមេភូមិគីង្គក់បានសង្គ្រោះពួកគេហើយអ្នកខ្លះទៀតឆ្ងល់ថាតើពួកគេនឹងក្លាយជាចៅភ្នំឬអត់មនុស្សអ្នកបានប្រឆាំងនឹងគំនិតនេះដោយលើកឡើងអំពីថាចៅវាយរបស់ពួកគេប្រឆាំងនឹងចៅហើយអ្នកផ្សេងទៀតបានបញ្ជាក់ថាវានឹងនាំមកនូវភាពអាម៉ាស់ដល់បុព្វបុរសរបស់ពួកគេអ្នកខ្លះបានបង្ហាញការបដិសេធមិនព្រមរស់នៅជាចៅភ្នំទេសុខចិត្តស្លាប់ប្រសើរជាងរស់នៅបែបនេះនៅកន្លែងមួយនៅខាងក្រៅទីក្រុងយូចាងដាឡីចាប់ផ្ដើមធុញទ្រាន់នឹងការស្ដាប់ហើយស្រាប់តែបញ្ជាឲ្យពួកគេបិទមាត់គាត់បានប្រាប់ពួកគេថាពួកគេមានសេរីភាពក្នុងការស្លាប់ប្រសិនបើពួកគេមិនចង់ធ្វើជាចៅភ្នំនោះទេគាត់លាន់មាត់ថាមានវិធីជាច្រើនដើម្បីស្លាប់ហើយអ្នកណាក៏ដោយដែលមិនចេះប្រើកាបិតយល់ល្អគួរតែលោតពីលើច្រាំងថ្មលោតចុះឬចងកពីលើដើមឈើទៅដោយសម្លេងខឹងសម្បាគាត់បានបញ្ជាក់យ៉ាងច្បាស់ថានេះមិនមែនជាពេលដែលត្រូវបង្ហាញភាពភក្តីភាពចំពោះប្រទេសជាតិនៅឡើយឬភាពខ្ពង់ខ្ពស់ជាអ្នកដទៃនោះទេប្រសិនបើពួកគេចង់ស្លាប់ពួកគេគួរតែជួយខ្លួនឯងសិនទៅមួយសន្ទុះក្រោយមកស៊ូសានជីបានរាយការណ៍ប្រាប់ឆាងតាឡៃថាសៀវយូនិងអ្នកផ្សេងទៀតបានបាត់ខ្លួនយូរហើយប្រសិនបើនៅតែបែបនេះពួកគេនឹងមិនអាចចេញពីច្រកទ្វារបានទេស្រាប់តែសៀនដើរមករកពួកគេយ៉ាងប្រញាប់ប្រញាល់ឆាងតាឡៃក៏សួរសៀនពីស្ថានភាពដោយសម្លឹងមើលសៀវយូនិងកញ្ញាលាវសៀនបានប្រាប់អ្នកគ្រប់គ្នាថាគ្រួសារត្រកូលហុងបានរៀបចំអាហារពេលល្ងាចជាលក្ខណៈគ្រួសារកញ្ញាលាវទទួលបានការអញ្ជើញបន្តែមុនពេលពួកគេអាចទៅដល់កញ្ញាលាវត្រូវបានគេនាំខ្លួនបាត់ទៅហើយគាត់ក៏បានលើកឡើងថាសៀវយូបានសុំឲ្យគាត់រាយការណ៍ដំណឹងនេះហើយគាត់ក៏បានចេញទៅមុនម្នាក់ឯងស៊ូសានជីបានប្រាប់ឆាងតាឡៃថាសៀវយូនៅក្នុងទីក្រុងហើយសួរថាតើគាត់មានផែនការអ្វីគាត់បន្ថែមថាប្រសិនបើពួកគេត្រឡប់ទៅក្នុងទីក្រុងវិញវានឹងពិបាកសម្រាប់ពួកគេក្នុងការចេញមកក្រៅម្ដងទៀតស៊ូសានជីស្នើថាគាត់ស្គាល់ផ្លូវសម្ងាត់មួយដែលនឹងនាំទៅខាងក្រៅទីក្រុងគាត់បានដឹងអំពីវានៅពេលដែលចៅហ្វាយរបស់គាត់ធ្លាប់បានលើកឡើងពីរឿងនេះ